រឿងព្រេងអ្នកជីសេះគ្មានក្បាលអាកំបាំងដែលបានលោកបន្លាចពិភពលោកសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ឯកសារខ្មោចយប់នេះយើងនឹងនិយាយអំពីប្រធានបទមួយដ៏ល្បីល្បាញហើយត្រូវបានគេទទួលស្គាល់ជុំវិញពិភពលោកថាជាតួអង្គខ្មោចដ៏គួរឲ្យខ្លាចមួយតួអង្គនោះមានឈ្មោះថាអ្នកជីសេះគ្មានក្បាលតើអ្នកធ្លាប់ឃើញរូបភាពរបស់បុរសម្នាក់ស្លៀកពាក់ពណ៌ខ្មៅជីសេះខ្មៅនៅក្នុងពិភពងងឹតហើយកំបុតក្បាលហើយថែមទាំងកាន់ពូថៅដ៏កាចសាហាវមួយរូបភាពនេះត្រូវបានគេទទួលយកយ៉ាងទូលំទូលាយថាជាតំណាងដ៏សំខាន់មួយនៅក្នុងរឿងព្រេងអ្នកជីសេះកំបុតក្បាលរឿងព្រេងអ្នកជីសេះគ្មានក្បាលនេះបានបង្ហាញខ្លួននៅក្នុងរឿងព្រេងប្រជាប្រិយភាពជាច្រើនតាំងពីយុគសម័យកណ្ដាលមកម្ល៉េះហើយនៅអាមេរិករឿងនេះត្រូវបានធ្វើឲ្យមានភាពល្បីល្បាញយ៉ាងខ្លាំងដោយអ្នកនិពន្ធម្នាក់មានឈ្មោះថា Washington Irving នៅក្នុងសៀវភៅរឿងមួយដែលមានចំណងជើងថា The Legend of the Sleeping Hollow តោះមកស្វែងយល់អំពីប្រវត្តិរបស់អ្នកជីសេះកំបុតក្បាលទាំងអស់គ្នាចំពោះទ្វីបអាមេរិកនៅក្នុងរឿងព្រេងដ៏ខ្លីមួយហើយមានភាពល្បីល្បាញរបស់លោក Washington Irving អ្នកជីសេះកំបុតក្បាលគឺជាខ្មោចរបស់ទាហានម្នាក់ដែលមានឈ្មោះថា Haitian ដែលបានបាត់ក្បាលរបស់ខ្លួនក្នុងសង្គ្រាមបដិវត្តន៍នៅក្នុងប្រទេសអាមេរិកនៅពេលដែលកាំភ្លើងធំមួយបានបាញ់ហើយកាត់ក្បាលរបស់គាត់ចាប់តាំងពីពេលនោះមកគាត់បានក្លាយជាវិញ្ញាណតែងតែលោកបន្លាចនៅក្នុងជ្រលងភ្នំ The Sleepy Hollow ប៉ុន្តែអ្នកជីសេះមួយនេះនឹងមិនឆ្លងកាត់ស្ពានព្រះវិហារនោះឡើយប្រសិនបើយើងមើលសាច់រឿងរបស់អ្នកជីសេះគ្មានក្បាលមួយនេះនៅក្នុងរឿងព្រេងរបស់ Celtic វិញដូចជានៅក្នុងប្រទេស Ireland ឬប្រទេសអ៊ីឡង់អ្នកជីសេះកំបុតក្បាលមួយនេះត្រូវបានគេឲ្យឈ្មោះថា Durahan គាត់ជាវិញ្ញាណដែលគ្មានក្បាលហើយជាធម្មតាជីសេះខ្មៅហើយកាន់ក្បាលរបស់គាត់នៅនឹងដៃឬដាក់វាលើយ៉ាងខ្ពស់ដើម្បីមើលទៅផ្លូវពីចម្ងាយតាមសាច់រឿងព្រេងគាត់បានប្រើរំពាត់ធ្វើពីគ្រោងឆ្អឹងខ្នងរបស់មនុស្សនៅពេលដែលឌូរ៉ាហានឈប់ជិះនោះនឹងមានការស្លាប់កើតឡើងឌូរ៉ាហាននឹងស្រែកហៅឈ្មោះណាម្នាក់ហើយអ្នកដែលមានឈ្មោះនោះនឹងត្រូវបានបាត់បង់ជីវិតភ្លាមចំណែកឯនៅតំបន់ Scotland វិញក៏មានរឿងដ៏ល្បីល្បាញបំផុតមួយអំពីបុរសម្នាក់ដែលមានឈ្មោះថា Ewan ដែលត្រូវបានគេកាត់ក្បាលនៅក្នុងសមរភូមិនៅតំបន់ Gunkenner នៅលើកោះម៉ូលការបរាជ័យក្នុងសមរភូមិមួយនេះបានធ្វើឲ្យគាត់បាត់បង់ឱកាសក្លាយជាមេគុលសម្ព័ន្ធហើយទាំងគាត់និងសេះរបស់គាត់សុទ្ធតែគ្មានក្បាលនៅក្នុងរឿងព្រេងណាដែលនិយាយអំពីគាត់នៅក្នុងទេវកថាឬក៏រឿងព្រេងរបស់ Welsh វិញរឿងរ៉ាវរបស់អ្នកជីសេះដែលគ្មានក្បាលត្រូវបានគេរកឃើញក្នុងរឿងប្រជាប្រិយភាពជាច្រើនរឿងព្រេងស្រីគ្មានក្បាលនិងសេះគ្មានក្បាលត្រូវបានគេនិយាយតគ្នាហើយគេនិយាយទៀតថានៅតំបន់មួយឬក៏នៅទីកន្លែងមួយដែលមានឈ្មោះថា Brent Hall ធ្លាប់ត្រូវបានខ្មោចអ្នកជីសេះគ្មានក្បាលលងបន្លាចហើយខ្មោចមួយនេះជាខ្មោចបម្រើម្ចាស់ផ្ទះចំណែកឯក្នុងទេវកថាឬក៏រឿងព្រេងរបស់ប្រទេសអាល្លឺម៉ង់វិញ Brother Grimm ឬក៏បងប្អូន Grimm ត្រូវបានរៀបរាប់អំពីប្រលោមលោករបស់អាល្លឺម៉ង់2នាក់ដែលនិយាយអំពីអ្នកជីសេះគ្មានក្បាលរឿងមួយបានកើតឡើងនៅក្នុងក្រុង Dresden ដែលនៅក្នុងនោះស្ត្រីម្នាក់បានឮស្នាបបាញ់ហើយបានបែរក្រោយទៅឃើញបុរសម្នាក់ដែលគ្មានក្បាលពាក់អាវធំពណ៌ប្រផេះអង្គុយលើសេះពណ៌ប្រផេះនៅក្នុងរឿងមួយនេះគាត់ស្វែងរកជនល្មើសដែលប្រព្រឹត្តអំពើខុសឧក្រិដ្ឋកម្មហើយពេលខ្លះទៀតគេបាននិយាយថាអ្នកជីសេះគ្មានក្បាលមានឆ្កែខ្មៅមួយវងដែលមានភ្នែកក្រហមដូចអណ្ដាតភ្លើងហើយជាចុងក្រោយនៅក្នុងរឿងព្រេងឬក៏ទេវកថានៃប្រទេសអង់គ្លេសតំបន់ Dartmoor ត្រូវបានគេនិយាយថាមានខ្មោចអ្នកជីសេះគ្មានក្បាលបានលងបន្លាចនៅក្នុងទេវកថារបស់ King Arthur មានតួអង្គម្នាក់មានឈ្មោះថា The Green Knight ឬក៏កងទ័ពពណ៌ខៀវមួយបានបង្ហាញខ្លួននៅមុខតុលាការរបស់ King Arthur ឬក៏ស្ដេច Arthur ហើយបានប្រកួតជាមួយ Gawain ហើយឲ្យ Gawain កាត់ក្បាលរបស់ខ្លួនបន្ទាប់ពី Gawain កាត់ក្បាលរបស់គាត់ហើយមេទ័ពឬក៏កងទ័ពពណ៌ខៀវមួយនេះបានរើសក្បាលរបស់គាត់វិញហើយរំលឹកកូវេនថាឲ្យទៅជួបគាត់នៅឆ្នាំក្រោយដើម្បីទទួលការវិប្រហារដូចគ្នាសរុបសេចក្តីមកនៅតំបន់អឺរ៉ុបមានអរិយធម៌ជាច្រើនមានតួអង្គអ្នកជីសេះគ្មានក្បាលរឿងព្រេងទាំងនេះមិនអាចកើតឡើងដោយចៃដន្យនោះទេវាអាចមានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធនឹងប្រវត្តិសាស្ត្រនិងជំនឿរបស់មនុស្សនៅក្នុងតំបន់នោះនៅក្នុងរឿងព្រេងរបស់ប្រទេស
Scotland ហើយនិង Iceland នាពេលបុរាណមកការកាត់ក្បាលអាចត្រូវបានគេចាត់ទុកថាជាផ្នែកមួយដ៏សំខាន់ហើយក៏ជាផ្នែកមួយនៃសង្គ្រាមនិងសាសនាផងដែរឧទាហរណ៍ជាក់ស្ដែងតួអង្គ Dorahan និងតបពណ៌បៃតងឬក៏ពណ៌ខៀវដែលជាវិញ្ញាណឬក៏សត្វអមនុស្សលោកដែលបានបាត់បង់ក្បាលរបស់ខ្លួនរឿងទាំងនេះបានឆ្លុះបញ្ចាំងអំពីជំនឿរបស់មនុស្សនាសម័យបុរាណថាក្បាលគឺជាផ្នែកមួយដ៏សំខាន់នៃជីវិតហើយការបាត់បង់ក្បាលគឺស្មើនឹងការបាត់បង់អត្តសញ្ញាណនិងវិញ្ញាណរបស់ខ្លួនលើពីនេះទៅទៀតរឿងព្រេងរបស់អ្នកជាសាសគ្មានក្បាលជារឿយៗត្រូវបានគេផ្សារភ្ជាប់ជាមួយនឹងសង្គ្រាមនិងការកាត់ក្បាលតែហ៊ាននៅក្នុងរឿងដែលខ្ញុំបានរៀបរាប់ខាងលើគឺជាតំណាងនៃការជន់រងគ្រោះនៃសង្គ្រាមនេះបានបង្ហាញថារឿងព្រេងនេះគឺជាការបកស្រាយបែបទេវកថានៃភាពសាហាវឃោរឃៅដែលកើតឡើងក្នុងប្រវត្តិសាស្ត្រតៗគ្នាប៉ុន្តែប្រសិនបើយើងវិភាគទៅលើតួអង្គមួយនេះឲ្យកាន់តែជ្រៅយើងអាចបកស្រាយវាមួយទៀតតាមផ្នែកចិត្តសាស្ត្រតួអង្គអ្នកជិះសេះគ្មានក្បាលមើលទៅស្ទើរតែដូចមនុស្សអស់ទៅហើយប៉ុន្តែភាពខុសគ្នាប្លែកមួយគឺការអត់ក្បាលនេះបង្កើតឲ្យមានអារម្មណ៍មិនស្រួលនិងភាពភ័យខ្លាចដែលត្រូវបានគេនិយាយថា uncanny valley នៅក្នុងខួរក្បាលរបស់យើងភាពមិនប្រក្រតីមួយនេះធ្វើឲ្យយើងមានអារម្មណ៍ថាតួអង្គនោះមិនមែនជាតួអង្គមនុស្សហើយមានចេតនាធ្វើអំពើអាក្រក់មកលើយើងក្បាលគឺជាមជ្ឈដ្ឋាននៃគំនិតអារម្មណ៍និងអត្តសញ្ញាណរបស់មនុស្សការបង្ហាញអំពីតួអង្គដែលគ្មានក្បាលតំណាងឲ្យការបាត់បង់នៃភាពជាមនុស្សដែលជាគំនិតមួយដ៏គួរឲ្យភ័យខ្លាចបំផុតហើយលើសពីនេះទៅទៀតនៅក្នុងរឿងព្រេងជាច្រើនអ្នកជិះសេះគ្មានក្បាលត្រូវបានគេបង្ហាញថាជាវិញ្ញាណដែលតែងតែប្រមាញ់ឥតឈប់ឈរនេះឆ្លុះបញ្ចាំងអំពីភាពភ័យខ្លាចរបស់មនុស្សអំពីការដាក់ទណ្ឌកម្មនិងការតាមកេងប្រមាញ់ដែលមិនអាចគេចផុតបានប៉ុន្តែបើសិនបើយើងបកស្រាយតាមទ្រឹស្ដីសង្គមវិញនៅក្នុងកំណែមួយចំនួនរបស់ប្រទេសអាល្លឺម៉ង់និងប្រទេស Iceland អ្នកជិះសេះគ្មានក្បាលត្រូវបានគេបង្ហាញថាជាអ្នកតាមប្រមាញ់ជនអក្រិតកម្មឬក៏ជាអ្នកបានទទួលទោសនេះបានធ្វើឲ្យរឿងអ្នកជិះសេះគ្មានក្បាលប្រែក្លាយពីជនដែលសម្លាប់មនុស្សទៅជាជនដែលព្រមានអ្នកប្រព្រឹត្តអំពើខុសច្បាប់រឿងព្រេងរបស់អ្នកជិះសេះគ្មានក្បាលគឺជាឧទាហរណ៍ដ៏អស្ចារ្យមួយអំពីរបៀបដែលរឿងរ៉ាវដែលអាចផ្លាស់ប្ដូរនិងសរុបខ្លួនទៅតាមបរិបទថ្មីមិនថាទ្វីបអាមេរិកឬក៏ទ្វីបអឺរ៉ុបតួអង្គអ្នកជិះសេះគ្មានក្បាលបានកើតឡើងហើយវាបានក្លាយជាអត្តសញ្ញាណថ្មីទៅតាមតំបន់និងអរិយធម៌របស់វាសរុបសេចក្តីមករឿងព្រេងរបស់អ្នកជិះសេះគ្មានក្បាលគឺជាគំរូដ៏អស្ចារ្យនៃរឿងព្រេងទេវកថាដែលបានកើតឡើងហើយបានសម្របខ្លួនទៅតាមពេលវេលានិងអរិយធម៌វាបានចាប់កំណើតពីការភ័យខ្លាចរបស់មនុស្សអំពីសេចក្តីស្លាប់ការដាក់ទោសនិងការបាត់បង់អត្តសញ្ញាណដោយសារតែការអត់ក្បាលពីការកាត់ក្បាលរបស់មនុស្សរហូតទៅដល់ការដាក់ទោសតែជនអក្រិតករផ្សេងរូបភាពអ្នកជិះសេះគ្មានក្បាលត្រូវបានផ្លាស់ប្ដូរប៉ុន្តែខ្លឹមសារនៃរឿងអាចនៅដដែលនោះជាការរោដ៏គ្មានទីបញ្ចប់និងការលងបន្លាចដ៏គួរឲ្យខ្លាចដូចនេះរឿងព្រេងអ្នកជិះសេះគ្មានក្បាលនិងលងបន្លាចការស្រមើស្រមៃរបស់យើងជារៀងរហូតតើបងប្អូនគិតយ៉ាងណាដែរចំពោះរឿងព្រេងរបស់អ្នកជិះសេះគ្មានក្បាលតើបងប្អូនគិតថាមានតួអង្គណាស្តៀងនឹងតួអង្គនេះនៅក្នុងប្រទេសកម្ពុជាយើងដែរឬទេសូមជួយចែករំលែកគំនិតមតិយោបល់របស់បងប្អូននៅក្នុងcomment ខាងក្រោមហើយកុំភ្លេចចុច like share និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗអំពីរឿងអាថ៌កំបាំងនិងរន្ធត់ថ្មីៗបន្ថែមទៀតសូមអរគុណសម្រាប់ការតាមដានទស្សនារីត្រីសួស្តី